ចង់ឲ្យយើងមកអាមេរិកតាមវីសាអញ្ចឹងគេចង់ឲ្យយើងមកមានឯកសារគ្រប់ត្រឹមត្រូវចាការស្របច្បាប់នឹងអញ្ចឹងណាបងប្អូនចាគេចង់ឲ្យយើងមកយើងមានកាត3តងកាត green card នៅអចិន្ត្រៃយ៍មួយក៏យើងមានការមានសិទ្ធិអាចធ្វើការបានគឺគេចង់ឲ្យយើងមានឯកសារនឹងមកពេលដែលគេបើពួកគាត់ចង់មកនៅអាមេរិកអញ្ចឹងណាចាជាគេចង់ឲ្យយើងមកនៅខុសច្បាប់ទេតែឥឡូវនេះព្រួយឥឡូវនេះនៅអាមេរិកយើងគេ agent ខាង ICE គេបានដើរចាប់មនុស្សមកខុសច្បាប់ច្រើនអ្នកដែលoverstay មកលេងហើយនៅហួសខែថ្ងៃគេហ្នឹងណាគេបានចាប់ទៅបានច្រើនហើយអ្នកដែលបានមកមាន green card ដែលធ្វើខុសច្បាប់អីទៅពួកគេបានបញ្ជូនទៅសប្តាហ៍ច្រើនដែរអញ្ចឹងណាចា especially អ្នកដែលមកនៅយូរហើយដែលគេចាប់បានតែគេអត់ទាន់បញ្ជូនទៅឥឡូវគេបញ្ជូនទៅច្រើនតែឥឡូវនេះខាង ICE ខាងpresident ថ្មីយើងគាត់បាន